សួស្តីខ្ញុំឈ្មោះដានីជាអ្នកសម្របសម្រួលសេវាកម្មនៅមជ្ឈមណ្ឌលប្រចាំតំបន់ Sunny Town រដ្ឋ California ថ្ងៃនេះខ្ញុំចង់ពិភាក្សាអំពីលក្ខខណ្ឌតម្រូវទី5នៃបទបញ្ជាចុងក្រោយរបស់ XCBS ការជ្រើសរើសសេវាកម្មនិងជំនួយអ្នកអាចសម្រេចចិត្តថានរណាជាអ្នកផ្ដល់សេវានិងបុគ្គលិករបស់អ្នកមិនថានៅផ្ទះឬនៅខាងក្រៅទេអ្នកជ្រើសរើសអ្នកដែលជួយដល់អ្នកហើយអ្នកមានសិទ្ធិផ្លាស់ប្ដូរអ្នកផ្ដល់សេវាប្រសិនបើអ្នកចង់បានSteven and Dexter បានរៀនសូត្រអំពីរឿងនេះតាមរយៈ Salad Space មាន Ramen មួយចានគោមនិងអ្វីដែលសំខាន់នោះគឺខ្សែភាពយន្តល្អបំផុតរបស់ Kevin Costner Dexter ខ្ញុំបានធ្វើបាយថ្ងៃត្រង់ឲ្យអ្នកសូមអរគុណម៉ាសាខ្ញុំបានដឹងថាអ្នកនឹងក្លាយជាយោមិនដ៏អស្ចារ្យយោមិនរបស់ Letterman ក៏មានឈ្មោះថាម៉ាសាដែរខ្ញុំសង្ឃឹមថាអ្នកមិនមែនជារើសខ្ញុំដោយសារខ្ញុំឈ្មោះម៉ាសានោះទេប្រកាសជាមិនចឹងទេប៉ុន្តែអ្នកមើលទៅដូច Jane Eaton ណាស់លេងជាតួស្រីដែលដើរតួជាយោមិនម៉ាសាអូអីគេនេះអាហារថ្ងៃត្រង់ខ្ញុំញ៉ាំមីរ៉ាមែនរសជាតិសាច់មាន់សម្រាប់អាហារថ្ងៃត្រង់តើឯងមិនគួរញ៉ាំមីរ៉ាមែនសាច់មាន់សម្រាប់អាហារគ្រប់ពេលនោះទេខ្ញុំញ៉ាំចឹងទេខ្ញុំញ៉ាំមីរ៉ាមែនរសជាតិបង្គាសម្រាប់អាហារពេលល្ងាចថ្ងៃនេះខ្ញុំគិតថាយើងនឹងសាកល្បងម្ហូបថ្មីម្ដងអីចឹងតោះទៅញ៉ាំក្រៅញ៉ាំខាងក្រៅភ្នែករបស់អ្នកអាចបញ្ចោតអ្នកសូមបិទភ្នែកហើយប្រើថាមពលខ្ញុំបិទភ្នែកមែនតើអ្នកប្រកាសទេថាจะលេង football នោះបាទខ្ញុំបានមើល Field of Dream ដូចជាមួយលានដងហើយប្រសិនបើអ្នកសាងសង់វាគេនឹងមកជាមិនខានសាងសង់អ្វីនរណាគេមកអ្នកធ្វើឲ្យខ្ញុំតបប្រមល់ណាស់តើនោះជាភាពយន្តមួយទៀតមែនចាំបន្តិចប្រាប់មកថាអញបានមើលរឿង The Sandlot នេះមិនមែនរស់នៅក្នុងរោងកុនឯណាអីចឹងអ្នកខកខានរឿងច្រើនហើយតោះសម្រាប់និងញ៉ាំអាហារសម្រន់សម្រាប់ជាដែរដល់ពេលដែលត្រូវញ៉ាំហើយមែនទេយេខ្ញុំមិនអាចញ៉ាំវាបានទេខ្ញុំកំពុងវឹកហាត់អីចឹងតោះចូលទៅក្នុងមើលមានអ្វីអាចញ៉ាំបានយកពេញមួយមកហើយចាក់ទឹកចូលកម្ដៅវាហើយរួចជាស្រេច1 2 3ទីណែញ៉ាំលេសិនទៅតម្រាំ Nova ត្រឡប់មកវិញហេសំឡេងចង់ដូរអាហារគ្នាញ៉ាំមែនបានមិនជាអ្វីទេឯងសំឡេងណាស់ដែលមានម៉ាសាសាឡារបស់នេះឆ្ងាញ់ណាស់ឯងក៏មានសំឡេងដែរលោកកាពូកែធ្វើមីរ៉ាមែនដែលមានរសជាតិឆ្ងាញ់ណាស់ប៉ុន្តែគាត់ចាប់បានផងយ៉ាងហោចណាស់គាត់មិនឲ្យឯងចេញទៅខាងក្រៅដែរសំឡាញ់ជាស្ដែងណាស់យើងកំពុងឈរនៅទីនេះយើងគួរតែបដូរគ្នាអាហារថ្ងៃត្រង់យើងបានបដូររួចហើយតើទេយើងគួរតែបដូរបុគ្គលិកគ្នា Nova អូសួស្តីអ្នកទាំងអស់គ្នាបើកផ្លូវសម្រាប់ Letterman ហោះទៅរកចិញ្ចៀនភពរហ័សតាមយានអវកាសនោះទៅហើយអ្នកដឹងអំពីអ្វីដែរប្លែកនិយាយអំពីរឿងនេះប្លាក់សម្លឹងមើលបាកំដាក់ផ្លែកណាHome Run តើអ្នកប្រកាសទេថាអ្នកមិនធ្លាប់លេង softball ពីមុនប្រកាសហើយខ្ញុំក៏ចូលចិត្តវឹកហាត់ជាមួយឯងដែរឯងពិតជាមានដងវិធម្មជាតិមែនអរគុណ Steven ចង់ចំណីទេចង់តើនៅទីបញ្ចប់ Steven និង Dexter បានរកឃើញបុគ្គលិកគ្រប់គ្រងដ៏ល្អឥតខ្ចោះរបស់ខ្លួនមនុស្សគ្រប់រូបមានសិទ្ធិជ្រើសរើសអ្នកផ្ដល់សេវាកម្មរបស់ពួកគេនិងមនុស្សដែលជួយដល់ពួកគេសូមចាំថាក្រុមរៀបចំផែនការរបស់អ្នកខិតខំផ្ដោតលើមនុស្សចំពោះរាល់កិច្ចការដែលពួកគេធ្វើហើយមនុស្សដែលនៅកណ្ដាលនោះគឺជារូបអ្នក